Lấy mà mơ cảរបៀបគេដុតដលងក្នុងកូនឡគេយកដល់ដលងដាក់ចូលមកគេយកកាត់តម្រឹមឲ្យស្មើអឺមកហើយដាក់គម្របវាចូលមូលខ្ចៅឲ្យចិត្តតោះមកយកទៅដុតអឺក្រោមភ្លើងអានេះកូនឡថ្ងាតតូចទេដើម្បីដុតដលងចាំបាច់យើងយកទៅដុតក្នុងចង្ក្រានទេយើងធ្វើទៅបែបនេះដុតហើយវាបវល់វាឲ្យបាន4-5នាទីទៅដកចេញឲ្យវិញឆ្អិនលឿនទៀតយើងវល់វារហូតដល់វាកម្ដៅវាគ្រប់ហើយដល់ពេលដែលយើងវាពេលកម្ដៅវាគ្រប់ហើយយើងបើកគម្របវាមកគឺដលងវាឆ្អិនហើយសំខាន់វាឆ្អិនល្អទៀតវាអត់ចេញលក្ខណៈខ្លោចដូចយើងដុតក្នុងភ្លើងទេដល់ឡនេះគឺឆ្អិនល្អណាស់អត់មានធុំក្លិនផ្សែងទៀត